នៅព្រៃធំមួយមានកូនស្វាមួយឈ្មោះក្រូចនិងកូនខ្លាមួយឈ្មោះធំជាមិត្តនឹងគ្នាតែមួយពួកគេបានដើរលេងជាមួយគ្នាភ្លាមនោះក្រូចបានឃើញកាហ្វេអវតារមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាសាឡបងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអវតារដែលគ្រាន់តែធ្វើការខមមិនរីឆាតចូលពេកកាហ្វេអវតារហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ដើមឈើមួយដើមដែលមានផ្លែឈើពណ៌មាសដ៏ធំមួយផ្លែព្យួរនៅលើកំពូលសំឡេងមេឃឈើលាន់ឬសូររ៉ាវរ៉ាវឯក្រូចក៏បន្លឺឡើងថាផ្លែឈើនេះមើលទៅផ្អែមគួរឲ្យចង់ញ៉ាំណាស់ខ្ញុំត្រូវតែឡើងទៅបេះវាឲ្យបានក្រូចខំប្រឹងឡើងយ៉ាងលឿនដល់ពាក់កណ្ដាលដើមតែមេឃឈើនៅខាងលើខ្ពស់ខ្លាំងពេកទើបវាពិបាកចាប់ក្រូចក៏និយាយថាអូយខ្ញុំឡើងលែងរួចហើយមេឃឈើនេះខ្ពស់ពេកខ្ញុំឡើងមិនរួចទេឯធំក៏និយាយតបវិញថាហាផ្លែឈើនោះធំណាស់គ្មានអ្នកណាចាប់កាន់យកមកចោះបានតែម្នាក់ឯងទេចុះមករត់ឬក៏និយាយថាចុះយើងគួរធ្វើដូចម្ដេចទៅធំផ្លែឈើនេះនៅខ្ពស់ពេកធំក៏និយាយថាឥឡូវស្ដាប់ខ្ញុំនឹងលើកអ្នកឡើងហើយអ្នកអាចចាប់ផ្លែឈើនោះបានយ៉ាងងាយក្រូចក៏លោតឡើងលើខ្នងធំបានឈរឲ្យត្រង់ខ្លួនហើយក្រូចក៏អាចលូកដៃចាប់ផ្លែឈើពណ៌មាសបានយ៉ាងងាយពួកគេទាំងពីរបានកែផ្លែឈើដ៏ផ្អែមនេះជាមួយគ្នាញ៉ាំយ៉ាងឆ្ងាញ់ក្រូចនិងធំនិយាយរួមគ្នាថាផ្លែឈើនេះពិតជាឆ្ងាញ់ណាស់យើងមិនអាចធ្វើបានទេបើគ្មានការជួយពីគ្នាទៅវិញទៅមកបងប្អូនទាំងអស់គ្នាអើយនេះជាមេរៀនបង្រៀនថាបើជាសហការគ្នានិងចែករំលែកនោះការងារលំបាកក៏ក្លាយជាការងារស្រួលដែរ